តាមសេចក្ដីដំបូងរបស់យើងបង្ហាញពីតួអង្គម្នាក់ដែលក៏បានចេញដំណើរទៅហើយ Luffy បានស្កាត់ទៅជួប Zoro ហើយនឹងចាន់ Zoro ប៉ុន្តែ Zoro មិនអោយគាត់ជួយទេនិងពឹងឲ្យ Luffy រើសបាយទៅឲ្យគាត់ញ៉ាំហើយ Luffy បានយកដំណឹងនេះទៅប្រាប់ក្មេងស្រីដែលជាម្ចាស់បាយហើយក្មេងស្រីនោះពិតជាមានអារម្មណ៍ត្រេកអរខ្លាំងណាស់ដែលនាងប្រាប់ Luffy ថា Zoro ជាប់ឃុំបែបនេះដោយសារតែជួយនាងកាលពីសប្តាហ៍មុនដែលមានឆ្កែមួយមកអុកឡុកក្នុងហាងហើយនាងបានយកដំបងទៅវាយឆ្កែនោះហើយឆ្កែនោះគឺជាឆ្កែរបស់អ្នកមានអំណាចម្នាក់ដែលមានសក់ពណ៌លឿងឈ្មោះថា Hanpo នៅពេលនោះ Zoro ក៏បានជួយក្មេងស្រីនោះដោយវាយម្ចាស់ឆ្កែនោះដែលបរិសម្នាក់នោះគឺជាកូនរបស់កុមារីម្នាក់ហើយកូនមករីនោះបានប្រាប់ពួកគេឲ្យចាប់ Zoro នៅពេលដែលពួកគេកំពុងតែជជែកគ្នាបរិសម្នាក់នោះក៏បានចូលមកអុកឡុកក្នុងហាងរបស់ម៉ែក្មេងតូចម្នាក់នោះហើយ Luffy បានស្ដាប់ឮបរិសម្នាក់នោះថាគេនឹងប្រហារជីវិត Zoro នៅពេលឆាប់ៗនេះនៅពេលនោះ Luffy ក៏បានវាយបរិសម្នាក់នោះហើយសច្ចាថានឹងជួយ Zoro ឲ្យបានហើយបរិសម្នាក់នោះក៏បានទៅឲ្យចាប់ Luffy ទៅប្រហារជីវិតដែរ Morgan គឺជាកុមារីម្នាក់ដែលមានអំណាចខ្លាំងមែនទែននៅតំបន់នោះហើយនៅពេលនោះ Luffy ក៏បានបបួល Zoro ចូលក្រុមរបស់គាត់ហើយ Luffy មិនបានគិតអីវែងឆ្ងាយទេក៏បានទៅយកដាវឲ្យ Zoro ដើម្បីរំដោះខ្លួន Zoro ចេញពីទីនោះហើយនៅពេលនោះផងដែរ Morgan បានឲ្យគេលើករូបសំណាករបស់គាត់តាំងនៅទីនោះហើយនៅពេលនោះកុមារីម្នាក់ធ្វើការដើម្បីប្រុងប្រយ័ត្នធ្វើឲ្យរូបសំណាករបស់គាត់ប៉ះនឹងអ្វីមួយយ៉ាងហើយ Morgan បានគំរាមសម្លាប់កុមារីនោះតែម្ដងហើយនៅពេលនោះ Luffy បានឮសំឡេងក្រុងក្រាំងនៅខាងលើគាត់បានកតងទៅខាងលើហើយបានជាប់នឹងខ្សែរូបសំណាកនោះក៏បានធ្វើឲ្យរូបសំណាកនោះដួលបែកទៅទីតែម្ដងហើយបុរសម្នាក់នោះក៏បានខឹងនឹង Luffy ខ្លាំងមែនទែនតែ Luffy មិនបានฟ้ន់នឹងគាត់ទេ Luffy បានចាប់ខ្លួនគាត់ដើម្បីយកទៅរើសដាវរបស់ Zoro ជាពេលនោះ Kobe ក៏បានទៅស្រាយចំណងឲ្យ Zoro ហើយប្រាប់គាត់ថាស្អែកគេនឹងប្រហារជីវិតគាត់ហើយនេះហើយទើប Luffy បន្ថយចូលទៅកន្លែងមន្ទីរ Marine ដើម្បីរកដៅ Zoro ហើយសង្ឃឹមថា Zoro នឹងជួបក្រុមជាមួយគាត់ផងដែរនៅពេលនោះក៏ Marine ក៏បានមកដល់ទីនោះតែម្ដងហើយបានបញ្ជាឲ្យគេសម្លាប់ Zoro ហើយនិង Luffy ចូលនឹងនោះតែម្ដងហើយសាច់រឿងបានខាត់ទៅមើលប្រវត្តិ Zoro ដែលជាអ្នកហាត់កុនដាវខ្លាំងមែនទែនដែលអាចយកឈ្នះសិស្សទាំងអស់លើកលែងតែសិស្សម្នាក់ដែលមានឈ្មោះថា 10 years ago ហើយនៅក្នុងការប្រយុទ្ធលើកនេះ Zoro បានបបួលនាងប្រើដាវមែនទែននៅក្នុងការប្រយុទ្ធលើកនេះនៅក្នុងការប្រកួតលើកនេះ Zoro គឺជាអ្នកចាញ់ដែលគាត់ទូចិត្តខ្លាំងមែនទែនតែនារីម្នាក់នោះក៏បានលើកទឹកចិត្ត Zoro ឲ្យមានការបន្តប្រឹងទៅមុខទៀតហើយនៅពេលនោះអ្នកទាំងពីរក៏បានសន្យាគ្នាថាយើងទាំងពីរនាក់មាននរណាម្នាក់ខ្លាចជាអ្នកគុនដាវខ្លាំងជាងគេនៅលើពិភពលោកនេះហើយការមកដល់ពេលបច្ចុប្បន្ននៅពេលដែលកុមារីបាញ់ Zoro Luffy បានយកខ្លួនទៅពាំងដោយសារតែខ្លួនរបស់គាត់គឺជាកៅស៊ូគ្រាប់ភ្លើងធម្មតាមិនអាចបាញ់គាត់បាននោះទេហើយនៅពេលនោះ Luffy បានហុចដាវទាំង3របស់គាត់ឲ្យ Zoro ហើយសួរ Zoro ថាតើគាត់ចង់ចូលរួមប្រយុទ្ធជាមួយនឹងចោរសមុទ្រឬក៏ចង់ឲ្យកុមារីបាញ់សម្លាប់គាត់នៅតែនោះតែម្ដងនៅពេលនោះ Zoro ក៏បានស្ម័គ្រចិត្តចូលក្រុមជាមួយ Luffy តែម្ដងហើយនៅពេលនោះដោយសារតែគ្រាប់កាំភ្លើងមិនអាចធ្វើអ្វី Luffy បាន Market ក៏បានបញ្ជាឲ្យកុមារីប្រើដាវទៅកាប់ Luffy នៅពេលនោះ Zoro ក៏បានចូលរួមប្រយុទ្ធជាមួយ Luffy ដោយរួមដៃគ្នានៅពេលនោះ Luffy ក៏បានវាយជាមួយមេកុមារីមួយស្មើតែម្ដងហើយមេកុមារីនោះមិនអាចវាយត្រូវ Luffy ទេដែលត្រូវ Luffy វាយត្រូវជាដំណំនៅពេលនោះកូនកុមារីក៏បានទៅជុំ Kobe ហើយ Kobe បានប្រាប់ Luffy ថាមិនបាច់បារម្ភពីគាត់ទេហើយ Luffy មិនបានបារម្ភពី Kobe នៅឡើយហើយបានទៅវាយកុមារីនោះមេកុមារីក៏បានងើបមកវិញចង់វាយ Luffy ពីក្រោយតែត្រូវ Zoro វាយឲ្យសន្លប់នៅទីនោះបាត់ទៅបន្ទាប់ពីផ្ដួលមេ Marine នោះធ្វើឲ្យកូន Marine សប្បាយអរខ្លាំងមែនទែនដែលពួកគេមិនចង់ធ្វើការក្រុមគប់របស់មេ Marine ម្នាក់នោះទេនៅពេលនោះពួកគេទាំងពីរក៏បានទៅជប់លៀងនៅផ្ទះរបស់ម៉ែក្មេងទូចនោះហើយម៉ែក្មេងទូចនោះក៏បានធ្វើម្ហូបឆ្ងាញ់ៗឲ្យពួកគេហូបទាំងពីរហើយអរគុណដល់ពួកគេទាំងពីរដែលរំដោះភូមិនេះចេញពីការដឹកនាំដ៏ឃោរឃៅរបស់មេកុមារីនហើយនៅពេលនោះ Luffy បានប្រាប់ទៅ Kobe ថាគាត់នឹងធ្វើដំណើរទៅតំបន់ Greenland ដែលជាតំបន់គ្រោះថ្នាក់នៅពេលនោះ Kobe បារម្ភពី Luffy ខ្លាំងមែនទែនហើយមិនចង់ឲ្យ Luffy ទៅតំបន់នោះទេបន្ទាប់មកមានកុមារីនចូលមករកចាប់ Luffy តែដោយសារតែ Luffy បានជួយភូមិនេះហើយពួកគេក៏បានលាក់ការនេះមកចាក់ទៅដំណាក់លើហើយប្រាប់ Luffy ឲ្យឆាប់ចេញដំណើរចេញពីភូមិនេះតែម្ដងនៅពេលនោះ Luffy បានយល់ហេតុការណ៍ហើយក៏បានចេញដំណើរទៅទីនោះនៅពេលនោះកុមារីនសួរថា Kobe ជាក្រុមរបស់ពួកគេទេតែ Luffy បានធ្វើជាឆ្លុះប្រកែកជាមួយនឹង Kobe ហើយ Luffy ដឹងថា Kobe ចង់ធ្វើជាកុមារីននៅទីនោះហើយបើគេដឹងថា Kobe ទាក់ទងជាមួយចោរសមុទ្រនោះគេមិនអោយ Kobe ធ្វើជាកុមារីននោះទេនៅពេលដែល Luffy ចេញទៅ Kobe ក៏បានសុំកុមារីនធ្វើជាកូនមេរីននៅទីនោះហើយកុមារីនក៏បានយល់ព្រមទទួល Kobe ធ្វើជាកុមារីននៅទីនោះតែម្ដង
ហើយសាច់រឿងភាគ3របស់យើងក៏បានកាត់បញ្ចប់ត្រឹមនេះហើយអរគុណអ្នកទាំងអស់គ្នាបានមែនតើបានចូលរួមទស្សនាវីដេអូនេះរហូតដល់ចប់